សួស្តីគ្រូជាស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំពិតជារីករាយសប្បាយមែនទែនក្នុងនាមជាសមាជិកគណៈកម្មការរបស់សហគមន៍ភ្នំគូលែនដោយមានភ្ញៀវទេសចរចំនួន3នាក់ដែលគាត់មកដើរកម្សាន្តនៅក្នុងសហគមន៍ភ្នំគូលែនដែលសហគមន៍ភ្នំគូលែនរបស់យើងបច្ចុប្បន្នគឺយើងមាន2សហគមន៍ដែលទី1គឺជាសហគមន៍ផ្ដល់ទេសចរផ្នែកបរណដ្ឋានក៏ដូចជាព្រៃឈើធម្មជាតិព្រៃឈើហើយនឹងមួយទៀតគឺសហគមន៍ព្រៃឈើសុទ្ធសាធក៏ដូចជាមានទឹកធ្លាក់ប្រອບតាមនៅក្នុងព្រៃផងដែរនៅក្នុងវីដេអូនេះផងដែរគឺជាទេសចរទាំង3នាក់គឺគាត់មកពីខាងសាលាបាយគឺគាត់ជាអង្គការដៃគូសហការជាមួយនឹងសហគមន៍ទេសចររបស់យើងគាត់បានចំណាយពេលវេលារយៈពេល2ថ្ងៃជាមួយនឹងក្រុមការងាររបស់គាត់មកស្វែងយល់ដូចជាសិក្សាបន្ថែមនៅសហគមន៍នៅក្នុងសហគមន៍របស់ភ្នំគូលែនដូចជាមកថតរូបក៏ដូចជាមកធ្វើវីដេអូដើម្បីយកទៅដាក់នៅក្នុង website ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់ទេសចរទាំងមូលទាំងក្នុងនិងក្រៅប្រទេសផងដែរយើងបានធ្វើដំណើររយៈពេលប្រហែលជាជិត1ថ្ងៃដែរនៅប៉ែកខាងសហគមន៍ធម្មជាតិព្រៃឈើហើយនឹងទឹកធ្លាក់នេះដោយជាដំបូងគឺយើងមកខាងប៉ែកព្រៃឈើហើយនឹងខាងភ្នំថ្មសិនហើយយើងក៏បានធ្វើសកម្មភាពមួយចំនួនថតរូបស្វែងយល់អំពីធម្មជាតិដែលមាននៅក្នុងទីនោះផងដែរដូចនៅក្នុងវីដេអូនេះផងដែរគឺមាននៅធម្មជាតិជាច្រើនរុក្ខជាតិផ្សេងពីគ្នានៅក្នុងសហគមន៍មានរុក្ខជាតិផ្សេងពីគ្នាប្លែកដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានឃើញពីមុនបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ធ្វើដំណើរកម្សាន្តទស្សនកិច្ចនៅក្នុងសហគមន៍របស់ភ្នំគូលែនយើងនេះគឺយើងមានកញ្ចប់ទូផ្ដល់ដល់អ្នកទេសចរទាំងក្នុងនិងក្រៅស្រុកផងដែរដែលក្នុងនោះអ្នកទាំងអស់គ្នាអាចមកធ្វើទស្សនានៅផ្នែកខាងបរណដ្ឋានវិទ្យាក៏បានឬក៏មកខាងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តexplore adventure hiking trekking អីហ្នឹងលក្ខណៈជាធម្មជាតិសុទ្ធសាធជាមួយនឹងទេសភាពទឹកធ្លាក់តាមដងអូរផងដែរគឺអ្នកទាំងអស់គ្នាអាចជ្រើសរើសយកនៅសេវាកម្មទេសចរមកខាងសហគមន៍ខាងពពេលដែលសហគមន៍ខាងពពេលគឺដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងគឺសម្បូរទៅដោយធនធានធម្មជាតិជាច្រើនដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានឃើញពីមុនមកហើយអាចទស្សនានៅទេសភាពផ្សេងក៏ដូចជារូងថ្មពើងងឹតដែលមានសត្វប្រចៀវនៅក្នុងហ្នឹងហើយនឹងធម្មជាតិផ្សេងទៀតប្លែកដែលមាននៅក្នុងសហគមន៍ទាំងមូលនៅក្នុងកញ្ចប់សេវាកម្មរបស់យើងគឺយើងមានដូចជាមគ្គុទ្ទេសក៍អ្នកនាំផ្លូវមានទាំងម្ហូបអាហារមានទាំងម៉ូតូឌុបផ្ទះស្នាក់បោះជំរំតង់គេងនៅ campsite ហើយនឹងមានសកម្មភាពផ្សេងទៀតទៅតាមអ្វីដែលអ្នកទាំងអស់គ្នាក៏ដូចជាភ្ញៀវទេសចរគាត់ត្រូវការនៅអ្វីដែលយើងមាននៅក្នុងសហគមន៍ទាំងពីរហ្នឹងក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងវីដេអូនេះផងដែរគឺយើងផ្ដោតទៅលើតែផ្នែកធម្មជាតិហើយនឹងទឹកធ្លាក់ក៏ប៉ុន្តែយើងអត់ទាន់បានទៅខាងទឹកធ្លាក់ទាំងមូលសុទ្ធសាធទេយើងមកទស្សនានៅវីដេអូពាក់ព័ន្ធជាមួយនឹងព្រៃឈើធម្មជាតិសិនទីតាំងចំណុចនេះគឺជាប្រព័ន្ធបង្ហូរទឹកពីសម័យដើមដែលគេធ្វើដែលគេកាប់គេដាប់ថ្មបង្កើតជាប្រព័ន្ធបង្ហូរទឹកដើម្បីធ្វើការបង្ហូរថ្មទៅតាមប្រព័ន្ធទឹកនេះយកទៅសាងសង់ប្រាសាទនេះនៅទឹកផ្លាណាភ្នំគូលែននៅម្ដុំប្រាសាទអូថ្មដាប់ទឹកខ្លាតមកឃើញស្គាល់បានទឹកខ្លានៅក្នុងកាមេរ៉ាចេះវារាងកង់ជាមួយនឹងពលឺមើលទឹកមកប្រព័ន្ធទឹកខាងលើទឹកខ្លាយកទៅតែបើសិនបានមកឃើញស្គាល់បានឃើញបានដឹងថាទឹកខ្លាត្រជាក់ហើយយើងអាចហែលបានខាងបាតកន្លែងក្លុកហែលហ្នឹងលងហាលហ្នឹងអត់មាន